ថ្ងៃទី30 ខែ 4 លោកគ្រូផ្ញើទៅខាងជរីធំខេត្តកណ្ដាលតាមក្រុមហ៊ុនវរៈបន្ថែមអរគុណបងប្អូនដែលមានការគាំទ្រនិងជឿជាក់បាទលោកគ្រូទទួលជាវចម្លាក់ព្រះចម្លាក់ខ្នាយចង្គមខ្លាចម្លាក់កំងបាទទឹកដៃស្អាតបងប្អូនបាទចម្លាក់ភ្លុកច្បាស់តែភ្លុកចែច្បាស់តែចែឈើច្បាស់តែឈើតែម្ដងឆ្លាក់ជូនបងប្អូនដោយការសម្រិតសម្រាំងទឹកដៃចម្លាក់ស្អាតនិងមានការប្រសិទ្ធិជូនផងដែរបងប្អូនចង់បានតួអង្គបែបណាលក្ខណៈជាក្បាលបន្តោងសាច់កភ្លុកបែបនេះក៏បានលក្ខណៈជាចម្លាក់ព្រះខាងពុទ្ធសាសនាខាងព្រហ្មញ្ញសាសនាឬក៏ពេលខ្លះតាមនៅបងប្អូនកំងយើងអាចធ្វើបានច្រើនសន្តានបងប្អូនណាបាទហើយឆ្លាក់គឺឆ្លាក់ពីភ្លុកច្បាស់ភ្លុកចឹងអត់ដូចបងប្អូនឃើញចឹងណាបាទមកស្អាតហើយបើឆ្អឹងដំរីច្បាស់តែឆ្អឹងដំរីតែម្ដងអរគុណច្រើនបងប្អូនដែលចង់ទំនាក់ទំនងតាក់ទងមកលោកគ្រូណាជាវចម្លាក់ព្រះចម្លាក់ខ្នាយចង្គមខ្លាអីតាក់ទងលោកគ្រូតាមលេខទូរស័ព្ទលើវីដេអូនេះធានាជូនរបស់សុទ្ធរបស់ស៊ីនពិតប្រាកដ